ជំរាបសួរបងប្អូនអរគុណព្រះថ្ងៃនេះអ្នកគ្រូមានកិច្ចការថ្នាក់ទី3ចាមេរៀនភាសាខ្មែរអញ្ចឹងថ្ងៃនេះអ្នកគ្រូបានលើកយកមេរៀនទី2ពេលភ្ញៀវមកលេងផ្ទះចាអញ្ចឹងមេរៀនដែលអ្នកគ្រូលើកយកមកថ្ងៃនេះគឺពេលភ្ញៀវមកលេងផ្ទះចាអញ្ចឹងយើងបានអានអំណានជាមួយគ្នារួចហើយតាក់ទងជាមួយនឹងម៉ានីដែលមានពូរបស់គាត់មកលេងផ្ទះចាអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងលើកយកចំណុចមួយនៅក្នុងមេរៀនរបស់យើងគឺចំណុចកចាចំណុចកគឺនិយាយពីពន្យល់ពាក្យចាអញ្ចឹងអ្នកគ្រូមានពាក្យចំនួន3ខាងក្រោមនេះសម្រាប់ពន្យល់កូនម្ដងពាក្យចាអញ្ចឹងពាក្យទី1ចាពាក្យទី1យើងអានថាភ្ញៀវចាពាក្យទី1ភ្ញៀវចាកូនធ្លាប់ឮពាក្យភ្ញៀវហ៎ចាប្រកាសជាកូនធ្លាប់ឮអ្នកគ្រូក៏ធ្លាប់មានភ្ញៀវមកលេងផ្ទះហើយកូនទាំងគ្នាក៏ធ្លាប់មានភ្ញៀវមកលេងផ្ទះចាអញ្ចឹងអ្នកគ្រូនឹងពន្យល់ពាក្យភ្ញៀវទៅកាន់កូនទាំងអស់គ្នាចាភ្ញៀវថ្នាក់ពាក្យជានាមអ្នកដតីដែលមកលេងមករកមកសួរនាំចាអញ្ចឹងភ្ញៀវកន្លែងនេះគឺអ្នកដតីដែលមកលេងមករកមកសួរនាំចាអ្នកដតីចាអ្នកដតីកន្លែងនេះចាអញ្ចឹងនៅក្នុងអំណាចរបស់យើងបាននិយាយថាពូម៉ានីបានមកលេងចាម្ដាយរបស់ម៉ានីចាហើយក៏បានសួររកម៉ានីហើយម្ដាយរបស់គាត់ហៅម៉ានីចេញមកទទួលពូរបស់គាត់ដោយយកទឹកមកជូនគាត់ពិសាចាអញ្ចឹងអ្នកដតីកន្លែងនេះគឺគេចង់បង្ហាញប្រាប់ថាពូម៉ានីគឺជាពូដែលជាសាច់ញាតិចាសាច់ញាតិខាងប៉ាឬក៏ខាងម៉ាក់គាត់ចឹងទៅចាតែមិនមែនជាសមាជិកដែលរស់នៅក្នុងផ្ទះរបស់គាត់ទេជាពូដែលរស់នៅភូមិផ្សេងឬក៏ខេត្តផ្សេងចឹងទៅចាហើយយូរក៏បានមកលេងម្ដងចាអញ្ចឹងកន្លែងនេះគឺថាអ្នកដតីដែលមកលេងចាអញ្ចឹងមកលេងចាមកលេងមកសួរសុខទុក្ខអីចឹងទៅចាមករកមកសួរនាំចាកន្លែងនេះក៏យើងអាចនិយាយថាអ្នកដតីមួយទៀតក៏យើងអាចនិយាយថាជាអ្នកដែលនៅភូមិផ្សេងខេត្តផ្សេងដែលគាត់ធ្វើដំណើរតាមនឹងទៅហើយគាត់មានន័យថាវាជប់ប្រឡប់ចឹងទៅគាត់អាចបន្តដំណើរមុខទៀតបានគាត់អាចនឹងសុំផ្ទះអ្នកភូមិស្នាក់នៅមួយយប់ចឹងទៅចាអញ្ចឹងក៏យើងអាចថាហៅថាជាអ្នកដតីដែរចាហើយមួយទៀតមកលេងមករកមកសួរនាំចាជួនកាលអាចនឹងមានអ្នកដតីមកលេងមួយថ្ងៃចឹងទៅគាត់មកសួរនាំពីភូមិរបស់យើងតាភូមិរបស់យើងសម្បូរអ្នកធ្វើការងារអីខ្លះចឹងទៅចាប្រកបមុខរបរស្រែចម្ការអីចឹងទៅចាគាត់សួរនាំព័ត៌មានចឹងទៅចាអញ្ចឹងអ្នកដតីដែលមកលេងមកសួរនាំចាមិនមែនជាអ្នកដែលស្នាក់នៅក្នុងផ្ទះរបស់គាត់ជាអ្នកដែលនៅជាប្រចាំជាមួយគាត់រាល់ថ្ងៃទេគឺជាអ្នកដតីដែលមកលេងរយៈពេលខ្លីហើយគាត់នឹងត្រឡប់ទៅភូមិកំណើតគាត់វិញចាចូលទៅដល់ពាក្យទី2ចាពាក្យទី2អញ្ជើញចាអញ្ជើញកន្លែងនេះថ្នាក់ពាក្យជាកិរិយាសព្ទចាជូនដំណឹងឬហៅរកដោយគោរពចាអញ្ចឹងអញ្ជើញកន្លែងនេះគឺជូនមានន័យថាជូនដំណឹងយ៉ាងម៉េចឧទាហរណ៍ថាមានសមាជិកនៅក្នុងផ្ទះរបស់យើងគាត់ចិត្តរៀបមង្គលការអញ្ចឹងប៉ាម៉ាក់រើសថ្ងៃរើសខែហើយអញ្ចឹងគឺដល់ពេលគាត់នឹងជូនដំណឹងថាអូគាត់ត្រូវរៀបចំធៀបហើយយកធៀបទៅអញ្ជើញលោកពូអ្នកមីងសូមគោរពអញ្ជើញចូលរួមពិធីមង្គលការកូនរបស់ខ្ញុំនៅក្នុងខែ3ថ្ងៃ3អញ្ចឹងទៅចាអញ្ចឹងគាត់បានយកធៀបហ្នឹងទៅអញ្ជើញហើយអញ្ជើញដោយក្តីគោរពចាអញ្ចឹងជូនដំណឹងគឺមានន័យថាផ្ដល់ប្រាប់គាត់ថាកម្មវិធីហ្នឹងនឹងចាប់ផ្ដើមនៅថ្ងៃ3ខែ3ខាងមុខនេះទៅចាដើម្បីពួកគាត់ត្រៀមខ្លួនចាគឺជូនដំណឹងឲ្យពួកគាត់ដឹងដល់ថ្ងៃហ្នឹងពួកគាត់នឹងរៀបចំខ្លួនហើយចូលរួមចាគឺឬក៏ហៅរកដោយគោរពចាអញ្ចឹងមានថាគឺគេតែប្រើពាក្យសូមគោរពអញ្ជើញចូលរួមចាអញ្ចឹងពាក្យអញ្ជើញកន្លែងនេះគឺជាពាក្យដែលបង្ហាញពីការគោរពចាយើងទៅដល់ពាក្យទី3គួរសមចាគួរសមកន្លែងថាពាក្យជាគុណនាមការសម្ដែងរឹតពីសុភាពរៀបរយត្រូវបែបបទចាអញ្ចឹងគួរសមកន្លែងនេះគឺការសម្ដែងចាសម្ដែងយ៉ាងម៉េចគាត់ចាសម្ដែងរឹតពីសុភាពចារៀបរយត្រូវបែបបទចុះឧទាហរណ៍ថាបើសិនជាយើងជួបមនុស្សដែលមានវ័យស្មើយើងអាចសម្ដែងជាការគួរសមបែបវ័យស្មើយើងចឹងទៅចាហើយបើយើងជួបអ្នកដែលមានអាយុច្រើនជាងយើងហៅគាត់បងយើងលើកដៃសំពះហើយបើយើងជួបអ្នកដែលមានអាយុច្រើនជាងយើងទៀតដូចជាត្រូវជាលោកគ្រូអ្នកគ្រូត្រូវជាអ៊ំពូមីងប៉ាម៉ាក់អីយើងបង្ហាញពីការអោនលំទោនយើងបង្ហាញពីការសំពះជម្រាបសួរគាត់ចាអញ្ចឹងកន្លែងនេះគឺគួរសមកន្លែងនេះគឺបង្ហាញពីការសម្ដែងឬពីសុភាពរៀបរយត្រូវបែបបទចាត្រូវបែបបទចាត្រូវបែបបទកន្លែងនេះបើយើងវ័យដូចគ្នាយើងគួរសមបែបវ័យដូចគ្នាចាបើសិនជាគាត់អាយុច្រើនជាងយើងហៅគាត់បងហើយបើសិនជាគាត់មានអាយុច្រើនជាងយើងខ្លាំងត្រូវជាពូជាមីងយើងហៅគាត់ពូមីងអ៊ំយាយតាហើយយើងបង្ហាញការសំពះហើយអោនលំទោនទៅកាន់គាត់ចាអញ្ចឹងគឺយើងសម្ដែងរឹកពីសុភាពរៀបសារត្រូវបែបបទបែបនេះគឺគេហៅថាកូនល្អក្មេងល្អចាអញ្ចឹង
សម្រាប់មេរៀនថ្ងៃនេះសង្ឃឹមថានឹងជួយកូនបន្ថែមទៀតក្នុងការដែលកូនរស់នៅប្រចាំថ្ងៃអរគុណច្រើនសូមប្រាប់ទៀតពរកូនជម្រាបលា